4ចំណុចគួរធ្វើមុនប្រាក់ខែចូលកុងការពារកុំឲ្យដាច់លុយមុនដាច់ខែទី1ធ្វើគម្រោងចំណាយជារៀងរាល់មុនដាច់ខែឬពេលប្រាក់ខែចូលកុងកត់ត្រាចំណាយដែលត្រូវចំណាយទាំងអស់សម្រាប់ខែថ្មីទាំងចំណាយចាំបាច់និងចំណាយមិនចាំបាច់ដូចជាម្ហូបអាហារថ្លៃទឹកថ្លៃភ្លើងការធ្វើដំណើរដើម្បីដឹងថាចំណូលដែលរកបានឬប្រាក់ខែនឹងអាចទប់ទល់នឹងចំណាយបានឬអត់ហើយខ្វះខាតច្រើនប៉ុណ្ណាចាំបាច់ត្រូវកត់ត្រាចូលទាំងអស់ដើម្បីការពារកុំឲ្យចំណាយដោយគ្មានគោលដៅនិងគ្មានផែនការច្បាស់លាស់ 2. បន្ទាប់ពីកត់ត្រាហើយសាកពិនិត្យមើលថាប្រាក់ខែខែនឹងទប់ទល់នឹងចំណាយបានឬអត់បូកដកគុណចែកហើយសល់ប៉ុន្មានឧទាហរណ៍ប្រាក់ខែដកនឹងលុយសន្សំដកនឹងចំណាយសរុបលុយសល់បើលុយសល់នោះគឺជារឿងល្អហើយគួរតែចាយវាយតាមផែនការនឹងតែបើចំណាយលើចំណូលហើយគឺត្រូវគិតគូរសារជាថ្មីនិងត្រៀមរកដំណោះស្រាយដូចជាកាត់បន្ថយចំណាយឬបង្កើនចំណូលទី3សាកកាត់បន្ថយចំណាយពិនិត្យមើលចំណាយដែលបានកត់ឡើងវិញថាមានចំណាយណាដែលអាចកាត់ចេញបានខ្លះឬអត់ដូចជាគម្រោងទិញខោអាវថ្មីទៅញ៉ាំអីខាងក្រៅជាមួយមិត្តភ័ក្តិឬបង់ថ្លៃអ៊ីនធឺណិតផ្សេងៗជាដើមដើម្បីមានលុយគ្រប់គ្រាន់នៅក្នុងការចំណាយនៅខែក្រោយកុំឲ្យរត់ទៅពឹងគេពីមួយខែទៅមួយខែតទៅទៀតខ្ញុំទទួលស្គាល់ថាខែខ្លះចំណាយមិនទៀងនោះទេពេលខ្លះបុណ្យទានគោលកំណើតឬចំណាយដែលមិនបានគ្រោងទុកផ្សេងទៀតបើយើងមានគម្រោងចំណាយច្បាស់លាស់មានលុយសន្សំសគូខ្លះវាក៏អាចជួយយើងបានដែរសម្រាប់អ្នកមានបំណុលត្រូវបង់គេជាប្រចាំបើចំនួនបង់គេប្រចាំធ្ងន់ពេកហើយប៉ះពាល់ខ្លាំងដល់ចំណាយចាំបាច់ប្រចាំថ្ងៃយើងអាចសាកល្បងទៅចរចាជាមួយម្ចាស់បំណុលមើលថាតើអាចពន្យាលពេលសងឬបន្ថយចំនួនសងខ្លះបានឬអត់ដើម្បីមានពេលកែសម្រួលស្ថានភាពនិងមានពេលដកដង្ហើមខ្លះអ្នកខ្លះគ្រាន់តែចំណូលមួយខែបង់តែគេចិត្តអស់បាត់ទៅហើយអាចចំណាយនៅក្នុងគ្រួសារស្ទើរតែមិនគ្រប់នោះទេបើអាចជារៀងរាល់ខែត្រូវបែងចែកលុយណាជាលុយទុកសងគេលុយណាជាលុយសម្រាប់ចំណាយកុំលេងឡំគ្នាព្រោះបើខ្វះលុយបង់គេហើយគិតមិនផុតទេពីការខ្ចីលុយអ្នកក្រៅទៅបង់ដោយមិនបានគិតពិចារណានឹងរឿងការប្រាក់នោះឡើយទី4កញ្ចប់លុយសាគូខ្ញុំនៅតែសង្កត់ធ្ងន់ទៅលើកញ្ចប់លុយនេះដដែលដោយសារវាពិតជាសំខាន់ខ្លាំងណាស់សំខាន់ដល់ថ្នាក់យើងពុំចាំបាច់ខ្វល់ខ្វាយនឹងរឿងខ្វះលុយចាយនៅដើមខែឬចុងខែនោះទេហើយពេលណាអត់ក៏មិនទៅចាំបាច់ខ្ចីគេនោះដែរជឿថាយើងម្នាក់មានបន្ទុកខុសគ្នាតែបើមានកញ្ចប់លុយនេះគ្រប់គ្រាន់នោះយើងនឹងមានសុខភាពផ្លូវចិត្តល្អជាងមុនជាមិនខានឡើយពីមួយខែទៅមួយខែដល់សន្សំខ្លះទៅកុំចាយអស់ពីដៃពេកហើយអ្វីដែលសំខាន់បើយើងចាំបាច់មែនទែនកុំយកលុយនេះមកប្រើផ្ដេសផ្ដាស់ប្រយ័ត្នដល់ពេលត្រូវការមែនទែនបើជាគ្មានលុយអញ្ចឹងហើយបើសិនជាអ្នករកស៊ីក្តីឬអ្នកធ្វើការក្តីការមានផែនការចំណាយទុកជាមុនគឺពិតជាសំខាន់ដើម្បីការពារយើងពីបញ្ហាដាច់លុយមុនដាច់ខែឬរកបានប៉ុណ្ណាចាយមិនគ្រប់មុនពេលលុយចូលកុងសាកចំណាយពេលត្រឹមតែ30នាទីកត់ត្រាចំណាយឡើងវិញថាត្រូវចំណាយលើអ្វីខ្លះចំនួនប៉ុន្មានចំណូលដកចំណាយហើយសល់ប៉ុន្មានសាកធ្វើបែបនេះយូរទៅវានឹងក្លាយទៅជាទម្លាប់សំខាន់វាអាចជួយយើងឲ្យគ្រប់គ្រងចំណាយបានល្អមិនចាយលើសចំណូលឬដាច់លុយមុនដាច់ខែសូមអរគុណបងប្អូនសម្រាប់ការស្ដាប់ podcast មួយនេះបើសិនជាបងប្អូនចូលចិត្តសូមមេត្តាចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ